សូមជម្រាបសួរសាជាថ្មីម្ដងទៀតពុកម៉ែបងប្អូនទាំងអស់គ្នាដែលតាមដានជាមួយនឹង Channel YouTube របស់ខ្ញុំចាដែល Channel របស់ខ្ញុំគឺខ្ញុំនិយាយអំពី Tech ហើយរបៀបនៅក្នុងការប្រើប្រាស់ទូរស័ព្ទដៃ Samsung tip ផ្សេងៗដែលមាននៅក្នុងទូរស័ព្ទដៃ Samsung អញ្ចឹងណាហើយថ្ងៃនេះដែរខ្ញុំនឹងប្រាប់បងប្អូនពីវិធីនៅក្នុងការប្រើប្រាស់មុខងារមួយដែលយើងហៅថាមុខងារ Circle to Search ដើម្បីធ្វើការស្វែងរកព័ត៌មានក៏ដូចជារូបភាពជាច្រើនដែលបងប្អូនចង់ស្វែងរកណាគឺស្វែងរកបានដោយងាយស្រួលមែនទែនជាមួយនឹងមុខងារមួយនេះអញ្ចឹងជាដំបូងបងប្អូនធ្វើការចូលមកកាន់រូបភាពឬក៏វត្ថុអីមួយដែលយើងធ្វើការចង់ស្វែងរកវាអញ្ចឹងណាហ្នឹងហើយអញ្ចឹងខ្ញុំឧទាហរណ៍ថាបងប្អូនកំពុងតែលេងទូរស័ព្ទរបស់បងប្អូននៅលើទូរស័ព្ទដៃមានសំដៅនៅលើ Facebook អីចឹងទៅឧទាហរណ៍ថាបងប្អូនលេងអញ្ចឹងទៅក៏មានឃើញជាមួយនឹងផលិតផលមួយហើយបងប្អូនចង់ដឹងថាតើផលិតផលនោះគឺលក់នៅណាតម្លៃប្រមាណអីអញ្ចឹងទៅហើយចង់ដឹងព័ត៌មានបន្ថែមពីផលិតផលហ្នឹងគឺបងប្អូនអាចប្រើប្រាស់ជាមួយនឹងទូរស័ព្ទដៃ Samsung ជាមួយនឹងមុខងារ Circle to Search ហ្នឹងដើម្បីស្វែងរកវាបានអញ្ចឹងណាបងប្អូនទាំងអស់គ្នាហ្នឹងហើយអញ្ចឹងឥឡូវខ្ញុំកំពុងតែស្វែងរកជាមួយនឹងវត្ថុអីមួយដើម្បីធ្វើការតេស្តជាក់ស្ដែងជូនបងប្អូនមើលតែម្ដងអូខេហ្នឹងហើយបងប្អូនជាមួយខ្ញុំស្វែងរកមើលសិនខ្ញុំចង់ស្វែងរកជាមួយនឹងផលិតផលណាដែលវារៀងពិបាកបន្តិចដើម្បីយើងស្រួលធ្វើតេស្តហ្នឹងហើយអញ្ចឹងឧទាហរណ៍ថាយើងមកដល់ម៉ាស៊ីននេះហ្នឹងហើយអញ្ចឹងយើងចង់ដឹងថាម៉ាស៊ីនហ្នឹងយើងចង់ដឹងព័ត៌មានបន្ថែមពីម៉ាស៊ីនហ្នឹងអញ្ចឹងណាបងប្អូនទាំងអស់គ្នាអញ្ចឹងយើងទៅប្រើប្រាស់ជាមួយនឹងមុខងារ Circle to Search ដោយបងប្អូនគាត់នៅធ្វើការសង្កត់ឲ្យជាប់នៅលើសញ្ញាត្រីពណ៌សនេះណាអូខេនេះធ្វើការសង្កត់ឲ្យជាប់នៅលើហ្នឹងបន្ទាប់ពីសង្កត់ឲ្យជាប់ចឹងហើយបងប្អូនគ្រាន់តែធ្វើការយកដៃបងប្អូននោះគូសទៅលើផលិតផលនៅរូបភាពដែលបងប្អូនចង់ស្វែងរកឃើញទេបន្ទាប់ពីធ្វើការគូសហើយគឺវា load ឲ្យបងប្អូន direct auto បែបនេះតែម្ដងតាំងពីព័ត៌មានថាវាជាអីគេហ្នឹងហើយ Facebook page លក់ទៅណាអីអញ្ចឹងទៅនិយាយទៅសម្រាប់ Facebook page គឺវាឲ្យទាំង Facebook page លក់នៅខ្មែររបស់យើងហើយវាមានឲ្យទាំង website លក់នៅពីចិនពីអីមកជាច្រើនទៀតចឹងណាចង់សម្រាប់បងប្អូនដែលគាត់ចង់ស្វែងរកវត្ថុអីមួយដែលឲ្យងាយស្រួលលឿនហើយអត់ចង់ចំណាយពេលវេលាច្រើនណាបងប្អូនអាចធ្វើការស្វែងរកជាមួយមុខងារ Circle to Search នេះបានដែលមុខងារនេះគឺមានផ្ទាល់នៅលើទូរស័ព្ទដៃ Samsung តែម្ដងឲ្យមានត្រូវការដំឡើង app អីទៀតទេបងប្អូននេះទៅគឺងាយស្រួលជួយការងារយើងច្រើនមែនតើចង់សម្រាប់បងប្អូនដែលគាត់អត់ទាន់បានសាក់លបងប្រើជាមួយនឹងមុខងារមួយនេះអាចសាក់លបងប្រើបានអរគុណបងប្អូនជម្រាបលា